គោលការណ៍ទី10ប្រព័ន្ធពហុបកដែលពហុបកនឹងបានន័យថាបកច្រើនអញ្ចឹងនៅក្នុងសង្គមប្រជាធិបតេយ្យអនុញ្ញាតឲ្យមានប្រព័ន្ធពហុបកនេះឡើងដើម្បីផ្ដល់សិទ្ធិសេរីភាពទៅដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសអ្នកតំណាងរបស់ខ្លួនដើម្បីដឹកនាំនិងគ្រប់គ្រងប្រទេសសង្គមប្រជាធិបតេយ្យបើកឱកាសបើកចំហឲ្យគ្រប់និន្នាការនយោបាយឲ្យគណៈបកផ្សេងៗដែលចូលរួមប្រគល់ប្រជែងនៅក្នុងការបោះឆ្នោតសូម្បីតែនៅក្នុងរដ្ឋសភាក៏តម្រូវឲ្យមានគណៈបកជំទាស់នេះដែរពីព្រោះអីគណៈបកជំទាស់នេះគឺជាតំណាងឲ្យប្រជាពលរដ្ឋមួយចំនួនដែលគាត់ទទួលរងនៅការឈឺចាប់ទទួលរងនៅភាពអយុត្តិធម៌ឬក៏ប៉ះពាល់ទៅលើផលប្រយោជន៍របស់គាត់អញ្ចឹងគាត់លើកបញ្ហាឲ្យគេបានដឹងអញ្ចឹងគណៈបកជំទាស់នេះហើយដែលជាអ្នកពំនាំអ្វីដែលកើតមានឡើងទៅលើប្រជាពលរដ្ឋនេះទៅឲ្យរដ្ឋាភិបាលបានដឹងប្រព័ន្ធពហុបកនេះមានសារៈសំខាន់ណាស់ពីព្រោះគ្រប់និន្នាការនយោបាយប្រជាពលរដ្ឋដែលគាត់មានសមត្ថភាពគាត់អាចបង្កើតគណៈបកនយោបាយនេះដើម្បីចូលរួមប្រគល់ប្រជែងនិងចូលឈ្មោះឲ្យគេបោះឆ្នោតធ្វើជាអ្នកដឹកនាំបានផងដែរបើសិនជាមិនបើកចំហឲ្យគ្រប់និន្នាការនយោបាយគ្រប់គណៈបកផ្សេងៗដើម្បីចូលរួមប្រគល់ប្រជែងនៅក្នុងការបោះឆ្នោតទេមិនមែនជាប្រជាធិបតេយ្យទេតាមប្រវត្តិសាស្ត្រប្រទេសមួយចំនួនដែលមានបកតែមួយឬយើងហៅថាឯកបកភាគច្រើនប្រទេសនឹងគឺផ្ដាច់ការតែអត់មានបកជំទាស់អញ្ចឹងធ្វើអ្វីគឺផ្អែកទៅតាមការយល់ឃើញរបស់ខ្លួនពីព្រោះมันមានកញ្ចក់សម្រាប់ឆ្លោះបញ្ចាំងมันមានអ្នកជួយផ្ដល់នៅគំនិតមតិយោបល់ឲ្យផ្សេងៗដើម្បីធ្វើការកែលម្អគណៈបកជំទាស់គាត់អាចមានគំនិតមានមតិយោបល់ផ្សេងៗដែលអាចថាល្អដើម្បីជួយបំពេញបន្ថែមឬក៏ជួយផ្ដល់នៅគំនិតយោបល់ទៅដល់អង្គសភាទាំងមូលឬក៏ទៅដល់រដ្ឋាភិបាលដើម្បីកែលម្អឬក៏បំពេញបន្ថែមទៅលើចំណុចដែលខ្វះចន្លោះអញ្ចឹងជារួមមកក្នុងសង្គមប្រជាធិបតេយ្យគឺច្បាប់បាននៅលើអ្វីៗទាំងអស់ប្រជាពលរដ្ឋអ្នកដឹកនាំគឺត្រូវស្ថិតនៅក្រោមច្បាប់ត្រូវតែគោរពច្បាប់ទាំងអស់គ្នាទាំងរាជទាំងមន្ត្រីបើប្រព្រឹត្តខុសច្បាប់ត្រូវតែមានទោសដូចគ្នាមិនអាចនរណាដែលគេចផុតពីសំណាញ់ច្បាប់បានអញ្ចឹងមានច្បាប់ត្រូវតែគោរពត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាពគ្មានអំពើពុករលួយគ្មានការរើសអើងគ្មានការបែងចែករវាងអ្នកមានអ្នកក្ររាជមន្ត្រីអ្នកដឹកនាំត្រូវតែស្ថិតនៅក្រោមច្បាប់និងគោរពច្បាប់ទាំងអស់គ្នាបាទអញ្ចឹងទាំងអស់នេះគឺជាគោលការណ៍ដែលជាទូទៅយើងមើលឃើញប្រទេសដែលកាន់យករបបប្រជាធិបតេយ្យអនុវត្តសង្ឃឹមថាសិក្សាស្វែងយល់នេះបានសម្រេចជាប្រយោជន៍បានដើម្បីចូលរួមនៅក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យក៏ដូចជាឆ្លុះបញ្ចាំងទៅលើគ្រប់ទិដ្ឋភាពនៃសង្គមនិងប្រទេសមួយចំនួនដែលបានអនុវត្តលទ្ធិប្រជាធិបតេយ្យថាតើបានល្អកម្រិតណាមានប្រសិទ្ធភាពបែបណា